ទាំងអស់នេះជឿអត់ទេថាគ្រប់ចំណូលដែលយើងទទួលរាល់ថ្ងៃហ្នឹងសិនមានថ្លៃដើមជឿអត់ថ្ងៃនេះខ្ញុំបញ្យល់ប្រាប់ថាគួរជឿអូខេអញ្ចឹងចំណូលរបស់យើងគ្រប់ចំណូលទាំងអស់ឲ្យតែយើងបានទទួលតែគិតថាមានថ្លៃដើមអូខេខ្ញុំលើកឧទាហរណ៍មួយថាឧទាហរណ៍ថាយើងធ្វើការក្រុមហ៊ុនឯកជនយើងបានប្រាក់ខែហើយសុទ្ធតែប្រាក់ខែអ្នកខ្លះចេះអត់គិតថាហ្នឹងអូខេខ្ញុំបានប្រាក់ខែហើយខ្ញុំអត់មានថ្លៃដើមទេក៏ប៉ុន្តែតាមពិតមានថ្លៃដើមរបស់វាអូខេឥឡូវថ្លៃដើមលើវាអីឧបមាថាឥឡូវបើសិនយើងអត់ទៅធ្វើការយើងអត់ជិះគេមែនទេម៉ូតូអីយើងអត់ជិះចេញក្រៅទេឡានអញ្ចឹងនៅពេលដែលយើងធ្វើការយើងត្រូវជិះម៉ូតូជិះឡានអញ្ចឹងខ្ញុំអស់សាំងហើយអស់សាំងហ្នឹងហើយដែលវាថ្លៃដើមនៃគឺជាថ្លៃដើមមួយក្នុងចំណោមថ្លៃដើមផ្សេងទៀតដែលចំណូលពីការចំណូលពីប្រតិវត្តយើងហ្នឹងហើយនឹងមានថ្លៃដើមផ្សេងមួយចំនួនទៀតខ្ញុំឧទាហរណ៍ណាបងប្អូនយើងជាពិសេសយុវវ័យយើងមិនលំឡើងមិនទិញកាហ្វេមួយកែវយូរទៅធ្វើការមិនអញ្ចឹងហើយបើសិនអូម៉ាថាឥឡូវបើសិនយើងនៅផ្ទះយើងមានតែញ៉ាំកាហ្វេអញ្ចឹងរាល់ព្រឹកណាតែប្រហែលហ្នឹងកាហ្វេកញ្ចប់ឥឡូវហើយមិនអញ្ចឹងញ៉ាំកាហ្វេកញ្ចប់ដល់ពេលយើងទៅធ្វើការយើងចង់បានមុខមាត់យើងទៅយើងកាន់កាហ្វេមួយកែវទៅអាហ្នឹងវាអញ្ចឹងហ្នឹងក៏ជាថ្លៃដើមដែរហើយមួយវិញទៀតជួនកាលពេលខ្លះដូចខ្ញុំអញ្ចឹងត្រឡប់ដែរប៉ុន្តែដូចមកថាខ្ញុំជាប្រធានអញ្ចឹងទៅមានអ្នកនៅក្រៅមកគប់ខ្លះអញ្ចឹងទៅជួនកាលពេលខ្លះក៏ព្រោះតែហូបនេះហូបនោះហើយបើខ្ញុំអត់ធ្វើការផងព្រោះខ្ញុំត្រូវប៉ាវមិនអញ្ចឹងតែដល់ពេលតែធ្វើការទៅប៉ាវអញ្ចឹងហើយបានជាចង់បញ្ជាក់ទាំងអស់នេះថានៅក្នុងโลกនេះគ្មានចំណូលណាដែលគ្មានថ្លៃដើមទេវាគ្រាន់តែថ្លៃដើមហ្នឹងវាទូចឬក៏វាធំឬក៏ថ្លៃដើមហ្នឹងពេលខ្លះវាស្ដែងជាទឹកលុយដែលយើងមើលឃើញហើយពេលខ្លះវាអត់ស្ដែងជាទឹកលុយដែលយើងមើលឃើញខ្ញុំលើកទៅហោមួយទៀតខ្ញុំសួរកូនសិស្សខ្ញុំពេលដែលខ្ញុំបរៀនខ្ញុំសួរថាតើអីដែលថ្លៃដើមដែលគាត់មករៀនមួយខ្ញុំយើងនិយាយពីរឿងសាំងរឿងមួយណារឿងទី2អីគេគឺពេលវេលាមានន័យថាប្រកបមករៀនមួយខ្ញុំមកថាគាត់រៀនថ្ងៃសៅរ៍អាទិត្យអញ្ចឹងមួយខ្ញុំ3 4ម៉ោងគាត់ត្រូវមកអង្គុយស្ដាប់ខ្ញុំហ្នឹងអញ្ចឹងហើយបើសិនតែគាត់យកពេលវេលា3 4ម៉ោងហ្នឹងទៅដើរមួយសង្សារឬក៏ទៅជាមួយនឹងគ្រួសារនាំកូនដើរលេងអីមិននេះវិញអញ្ចឹងបានន័យថាគឺជាការលះបង់ណាថ្លៃដើមនោះគឺជាការលះបង់ពេលវេលាមកអង្គុយស្ដាប់ខ្ញុំជាពេលវេលាជាមួយសង្សារពេលវេលាជាមួយនឹងគ្រួសារដែរអញ្ចឹងហើយបានជានៅក្នុងโลกនេះទោះបីជាតូចធំក៏ដោយស្ដែងជាលុយក៏ដោយមិនស្ដែងជាលុយទាំងអស់ចំណូលទាំងអស់ដាច់ខាតទៅមានថ្លៃដើមហើយអ្វីដែលបងប្អូនទាំងអស់នេះត្រូវតែរកឃើញថាតើជាស្អីជាថ្លៃដើមនៃចំណូលដែលបងប្អូនបានទទួលអូខេចឹងសង្ឃឹមថាគំនិតនេះជាពលឺមួយដល់បងប្អូនដែលអាចរកឃើញអរគុណជួបគ្នានៅវីដេអូក្រោយទៀត